លុយលុតចូលកងភ្លាមសងថ្លៃផ្ទះជួលទិញក៏បង់ទឹកបង់ភ្លើងបង់ម្លោះម៉ូតូបង់ធនាគារឥឡូវអស់ខ្ញុំពិបាកចិត្តនេះត្រឹមតែបាក់លុយម្សិលមិញឥឡូវចាគ្រប់ខ្ចីលុយគេថែមទៀតជីវិតខ្ញុំទៅជាយ៉ាងណាបើទៅបាក់លុយម្សិលមិញឥឡូវខ្ចីគេថែមទៀតឯណាតើបងប្អូនប្រមាណអ្នកខ្លះដែលបើកលុយម្សិលមិញគ្រាន់តែលុយលោតចូលកងដោយភាគយារបស់ខ្ញុំនិយាយថាលុយលោតចូលកងភ្លាមចំណាយអស់ផ្លែហើយឥឡូវនេះខ្ចីគេទៀតខ្ចីគេដើមខែហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាស្ថិតនៅក្នុងចំណុចហ្នឹងមែនដែរឬទេសូមធ្វើការខមមិនប្រាប់ខ្ញុំផងថាវុតអើយខ្ញុំចឹងដែរដោយភរិយាដោយក្រុមគ្រួសារវុតឯងលើកឡើងអញ្ចឹងដើម្បីខ្ញុំបានដឹងហើយខ្ញុំនឹងតាក់ទងទៅនិយាយអំពីដំណើរការក្នុងការដោះស្រាយបាទប៉ុន្តែមុននឹងចូលទៅសាច់រឿងប្រធានបទរបស់យើងខ្ញុំសូមការអនុញ្ញាតនិយាយអំពីប្រវត្តិរូបរបស់ខ្ញុំខ្លះៗសម្រាប់បងប្អូនដែលមិនទាន់ធ្លាប់ស្គាល់ខ្ញុំបាទឈ្មោះមានសវុតភរិយារបស់ខ្ញុំពួកយើងធ្លាប់ជាប់បំណុល$40000ហើយយើងខ្ចីដំបូងហ្នឹងគឺនៅឆ្នាំ2015ខ្ចីទៅធ្វើម៉ាស៊ីនត្រជាក់លក់ម៉ាស៊ីនត្រជាក់នៅគល់ស្ពានព្រៃសំរោងកែងកាក់បាក្រហមក្រុងតាខ្មៅបាទការដំបូងឡើយហ្នឹងគឺយើងធ្វើអាជីវកម្មនៅទីហ្នឹងប៉ុន្តែជាអកុសលមិនបានជោគជ័យទេក៏ខ្សែធនបិទអាជីវកម្មហ្នឹងត្រឡប់ទៅវិញបាទនៅឆ្នាំ2019យើងគាំងខ្លាំងដល់ថ្នាក់រត់ចោលស្រុកអញ្ចឹងពួកយើងធ្លាប់រត់ចោលស្រុកធ្លាប់ធ្វើជាពលករធ្វើចំណាក់ស្រុកទៅធ្វើការនៅក្នុងប្រទេសថៃអញ្ចឹងការទៅរបស់យើងគិតថាតើពេលយើងទៅយើងដោះបំណុលបានចាំយើងត្រឡប់មកវិញប៉ុន្តែជាអកុសលពេលដែលទៅហ្នឹងគឺមិនទទួលបានដោយការគិតមុននឹងទៅទេបាទអញ្ចឹងវាពិបាកមែនតើក៏ពួកយើងសម្រេចចិត្តត្រឡប់មកវិញនៅពេលដែលយើងត្រឡប់មកវិញក៏យើងទទួលបានការជួបជាមួយនឹងមនុស្សម្នាក់គឺដុកទ័របំណុលគឺលោកគ្រូសេសុផលលោកគ្រូសេសុផលជួយយើងក្នុងការដោះបំណុល$40000ដោយប្រើពេលតែមួយខែទេបាទហើយមិនត្រឹមតែជួយយើងក្នុងការដោះស្រាយបញ្ហាជាប់គាំង5ឆ្នាំ$40000រយៈពេលមួយខែនឹងបានទេប្រាប់យើងទៀតថាណែសួតឯងចាក់ចេញពីបំណុលបានហើយអញ្ចឹងសួតឯងចងក្រងបទពិសោធន៍ទាំងអស់ហ្នឹងចែកចាយទៅដល់មនុស្សដទៃទៀតទៅអញ្ចឹងក៏យើងបានធ្វើតាមការណែនាំរបស់គាត់និពន្ធជាសៀវភៅឡើងដែលបានចែកចាយទៅដល់មនុស្សជាច្រើនដែលគាត់បានមកយករូបមន្តក្បួនរបស់យើងយកទៅធ្វើយកទៅមើលក៏ទទួលបានដំណោះស្រាយអញ្ចឹងបើបងប្អូនចង់ស្ដាប់សម្ដីពិតៗរបស់ពួកគាត់បងប្អូនគ្រាន់តែចុចចូលទៅក្នុង link Telegram មួយដែលយើងបានដាក់សម្ដីសាកសីជាច្រើនដែលគាត់រៀបរាប់ពីបញ្ហាដែលទុកលំបាករបស់ពួកគាត់ហើយក្រោយមកគាត់យករបស់យើងទៅក៏ទទួលបានសេរីភាពបាទអញ្ចឹងត្រឡប់មកសាច់រឿងប្រធានបទរបស់យើងវិញលុយលោតចូលកងផ្លែតបាទចំណាយអស់ភ្លាមខ្ចីគេភ្លាមបាទដើមខែតែម្ដងដូចភរិយារបស់ខ្ញុំនិយាយអញ្ចឹងបាទអញ្ចឹងនេះគឺជាចំណុចមួយដែលខ្ញុំធ្លាប់ជួបដែរអ្នកជឿដូចគ្នាបានយល់បាទអញ្ចឹងខ្ញុំចង់ផ្សារភ្ជាប់មួយនិយាយអំពីដបទឹកធ្លុះគូតបាទដើម្បីជាការសាច់រឿងមួយដើម្បីបញ្យល់បងប្អូនឲ្យយល់ថាចំណូលនិងចំណាយហ្នឹងវាយ៉ាងម៉េចបាទខ្ញុំនិយាយអំពីដបទឹកធ្លុះគូតអញ្ចឹងកាលណាដបទឹកធ្លុះគូតបងប្អូនសម័យមើលយកទឹកហ្នឹងចាក់ចូលពេញអត់បាទអញ្ចឹងបងប្អូនប្រកាសជាដឹងថាមិនពេញទេបាទព្រោះវាធ្លុះអញ្ចឹងយើងយកទឹកទៅចាក់ចូលក្នុងដបទឹកហ្នឹងគឺនៅតែធ្លុះអញ្ចឹងសំណួរសួរថាយើងដឹងហើយថាយកទឹកមិនចាក់ចូលមិនពេញប៉ុន្តែយើងនៅតែបន្តយកទឹកចាក់ចូលទៀតបាទនេះគឺជាសាច់រឿងមួយដែលនិយាយអំពីថាយើងអត់មានលុយចាយគ្រប់ទេយើងអត់សល់ទេយើងខ្វះហើយប៉ុន្តែគ្រាន់តែបើកលុយឲ្យភ្លាមយើងទៅខ្ចីគេផ្លែមានន័យថាម៉េចមានន័យថាយើងកំពុងតែយកអ្វីទៅចោះឲ្យទឹកដបទឹកហ្នឹងគឺមានការរុនកាន់តែច្រើនបាទអញ្ចឹងកាលណាយើងរុនកាន់តែច្រើនយើងចាក់ចូលវាកាន់តែលេចកាន់តែលឿនបាទបងប្អូនយល់ទេបាទអញ្ចឹងកាលណាបងប្អូនខ្ចីមកខ្ចីបើកលុយហើយបងប្អូនចាយអស់ភ្លាមហើយខ្ចីឲ្យភ្លាមមានន័យថាបងប្អូនកំពុងតែទម្លុះដបទឹកហ្នឹងឲ្យកាន់តែធំហើយបាទយូរទៅបងប្អូននឹងខ្សោះល្វើយអស់សង្ឃឹមតូចចិត្តបាទចាប់ផ្ដើមមើលទៅគេមើលទៅក្នុងជីវិតនេះគឺថាអូងងឹតមកងឹត8ទិសមកស្ថានភាពអារម្មណ៍បែបនេះគឺខ្ញុំធ្លាប់ជួបហើយបាទនៅពេលដែលយើងរលួយអត់សល់រលួយមិនសល់អ្វីមានតែសម្ពាធពេលខ្លះមិនចង់ទៅស្រុកកំណើតទៀតខ្មាស់គេថាអូទៅអីបើយើងអត់មានអីផងបាទអញ្ចឹងមានចំណុចមួយដែលយើងរស់នៅក្នុងការធ្លុះធ្លាយបែបហ្នឹងបាទទោះបីជាបងប្អូនចំណូលតិចក៏ដោយក៏បងប្អូនអាចមានសុភមង្គលបានដែរបើសិនជាបងប្អូនបានផ្ចិតនៃការធ្លុះធ្លាយនៃផ្នែកអរិញវត្ថុរបស់បងប្អូនបាទអញ្ចឹងសម្រាប់អ្នកដែលមានបញ្ហាទាំងអស់នេះចង់ពិភាក្សាជាមួយយើងគ្រាន់តែតាក់ទងមកយើងឥឡូវនេះតាមរយៈលេខ096 6 ដើម008គុតយើងមានទទួលការប្រឹក្សាក្បួនរូបមន្តក្នុងការដោះបំណុលបាទអញ្ចឹងសម្រាប់បងប្អូនកំពុងតែជាប់គាំងខ្លាំងបាទសូមអញ្ជើញតាក់ទងមកខ្ញុំបានបាទសូមអរគុណច្រើនសូមជម្រាបលាជួបគ្នាជាមួយនឹងវីដេអូក្រោយកុំអស់សង្ឃឹមរឿងបំណុលយើងអាចជួយបានបាទអរគុណច្រើន